បាទសួស្តីអ្នកនាងនេះជាការ set digital power meter ដំបូងហើយផ្ទាំងវាចេញបែបហ្នឹងវាអត់ទាន់នេះ set អីទេយើងចង់ទៅកំណត់ CT យើងចុច menu ហើយលេខកូដវាគឺ1អញ្ចឹងយើងចុចឡើងនេះទៅឡើងលេខទៅចុច enter ហើយយើងរកពាក្យ input យើងចុចទៅខាងស្ដាំទៅមានពាក្យ input យើងចុច enter ហើយចុចរកពាក្យ CT យើងចុច enter តោះមកយើងកែតម្លៃលេខនេះកែទៅចង់កែលេខ1អញ្ចឹងហើយយើងដាក់ប៉ុណ្ណឹងយើងចុច enter